កម្លាំងជំនាញចម្រុះនៅតែបន្តចូលបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំនៅរដូវត្រីពងកូនវឌ្ឍនៈ Premium Life ឈ្នះពាន Prize of the Jury ជាប់លំដាប់លេខ1ទូទាំងពិភពលោកពិសាដោយការទទួលខុសត្រូវម្សៅទឹកដោះគោ Star Crow Plus IQ អនាគតរបស់លោកអ្នកកាន់តែភ្លឺស្វាងដោយសាកលវិទ្យាល័យ Bill Braille លោកហ៊ុនផលនៃសង្កាត់រដ្ឋបាលជលផលពីមបាងបានដឹកនាំមន្ត្រីនិងមន្ត្រីជាប់កិច្ចសន្យាចូលរួមជាមួយលោកវរៈសេនីយ៍ឯកគង់សុភាពមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តនិងជាប្រធានក្រុមការងារទីបញ្ជាការស្រាលប្រចាំការឃុំពីមបាងស្រុកស្ទូងបានដឹកនាំកម្លាំងចម្រុះចូលរួមសហការជាមួយតំបន់ប្រតិបត្តិការសឹករងកំពង់ធំយុទ្ធភូមិភាគ4បានចេញប្រតិបត្តិការត្រួតពិនិត្យនិងបង្ក្រាបបទល្មើសនេសាទនៅចំណុចមុខបាទល់ឃុំពីមបាងស្រុកស្ទូងខេត្តកំពង់ធំនាថ្ងៃទី13ខែកក្កដាឆ្នាំ2026លោកប៉ែនសាវែងនាយរងផ្នែករដ្ឋបាលជលផលផាត់សណ្ដាយបានដឹកនាំកម្លាំងសង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោមសហការជាមួយតំបន់ប្រតិបត្តិការសឹករងកំពង់ធំយុទ្ធភូមិភាគ4ចុះទប់ស្កាត់និងបង្ក្រាបបទល្មើសជលផលនៅចំណុចពូនភ្នំឃុំផាត់សណ្ដាយស្រុកកំពង់ស្វាយខេត្តកំពង់ធំជាមួយគ្នានោះផងដែរកម្លាំងជំនាញចម្រុះបានចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបជាលទ្ធផលអនុវត្តបានមួយករណីបានរុះរើកាប់បំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមានរបាំងសាច់ស្បៃមុងចំនួន12របាំងប្រវែង900ម៉ែត្រលបលូចំនួន22មាត់ឡុកចំនួន18គ្រឿងបង្គោលឈើចំនួន650ដើមនិងចាក់ប្រឡែងត្រីទម្ងន់15គីឡូក្រាមចូលទន្លេវិញ